ខ្ញុំឆ្ងល់មិនឆ្ងល់តិចតួចទេឆ្ងល់ច្រើនមិនមែនមួយចំនួនពីរចំនួនរាប់មិនឈ្នះទេបាទហើយខ្ញុំមិនមែនអ្នករៀនទៀតខ្ញុំស្ដាប់ហើយស្ដាប់មិនមែនខ្ញុំស្ដាប់ឥឡូវស្ដាប់យូរតែស្ដាប់យូរនោះស្ដាប់ហើយឡើងស្ដាប់វិញព្រោះលោកគ្រូគឺថានិយាយខុសពីឥឡូវខ្ញុំតាមដានស្ដាប់ចេះខ្ញុំមានអាយដលម្នាក់លោកបណ្ឌិតកែមលីស្រឡាញ់ស្មើនឹងឪពុកម្ដាយហើយលោកបណ្ឌិតគាត់និយាយចឹងគាត់ថានៅស្រុកខ្មែរយើងហ្នឹងមានតែលោកមួយអង្គតែគាត់ប្រាប់ទេថាចេះប្រហែលនឹងសម្ដេចជួនណាតក៏ប៉ុន្តែដូចថាថ្នាក់ដឹកនាំថ្នាក់អីហ្នឹងមិនយកមនុស្សមកប្រើការនេះគេតាមដានណាក៏ចេះម្ល៉េះយូរទៅបានដឹងគាត់ប្រាប់ថាលោកគ្រូសានវិជាតាមដានតាំងពីហ្នឹងមកហើយដល់ទៅពេលលោកគ្រូមានប្រសាសន៍គេចេះតែប្រាស់ចាក់ដូចថាពីយើងធម្មតាហើយខ្ញុំតាំងពីនេះមកដល់ធ្វើបន់ពុកអបរៀបពីរហើយវាគាត់អង្គចាមួយវិហារឃ្លាំងមួយតែដូចថាតែស្គាល់ឆ្កតាមតាគីអញ្ចឹងណាគឺថាតាមតាគីអញ្ចឹងវាអត់ទៅយល់ទៅអីចេះទៅអញ្ចឹងបត់តែមិនឲ្យពិតប្រកបវាអត់មានណាដល់អញ្ចឹងខ្ញុំស្ដាប់មុនដំបូងលោកគ្រូថាដូចជាទៀនធូបទៀនអីហ្នឹងបើសិនណាទៅធូបបើមិនបាច់អុចក៏បានខ្ញុំចេះឆ្ងល់ថាចុះពីដើមមកគឺគោរពប៉ុណ្ណឹងគោរពគ្រប់គ្នាចាស់រាល់ថ្ងៃលោកគ្រូអាចារ្យហ្នឹងមុននឹងកម្មវិធីអីកូនមួយបើជាទៀនធូបសិនអង្គធ្វើបន់នមស្ការខ្ញុំថាបើទៀនធូបហ្នឹងអត់ទៅដូចថាវាចាំបាច់មិនក៏ចាស់ពីដើមហ្នឹងក៏គាត់គិតគូរត្រង់ចាំបាច់មិនឲ្យដូចធွာអ៊ីមេទេទីបតុបាហ្នឹងបានមានទៀនសក្ការៈជាដើមដូចជាទៀននឹងធូបហ្នឹងខ្ញុំថាសិតតាអ្នកប្រាជ្ញអ្នកអីធំដែរតំណងថាគាត់យល់ដឹងខ្ពស់អត់ទេបានលោកគ្រូថាហ្នឹងមិនសូវបាទមិនទៅថាមិនសូវបើអត់ក៏បានអុចក៏បានវាឆ្ងល់ហើយហ្នឹងហើយអញ្ចឹងហើយជំនួសច្រើនតែសុំសួរលោកគ្រូមួយហើយលោកគ្រូឆ្លើយមួយហើយសុំសួរ5ចំនួនតែសុំតែ4ក៏បានដែរហ្នឹងសុំឲ្យលោកគ្រូឆ្លើយអាហ្នឹងបន្តិចឲ្យអស់ចិត្តសិនបាទហ្នឹងចំនួនមិញហ្នឹងចំនួនអុចក៏បានមិនអុចក៏បានហ្នឹងតើយ៉ាងម៉េចហើយជាប់នេះមួយទៀតឲ្យតែយ៉ាងកែងចាប់ដើមផ្លេតទាញឲ្យទឹកនោះមកជ្រោចឲ្យកាន់ដាច់គ្នាយងអាហ្នឹងមិនវាមានន័យទៅប៉ុណ្ណាដើម្បីបញ្ជាក់ឲ្យបងប្អូននេះវាធ្វើចឹងទាំងអស់បើចឹងសូមឲ្យគាត់យល់ផងគាត់នៅតែចឹងគ្រប់គ្នាចឹងបើចឹងខ្ញុំចង់បានអាធម៌ពិតព្រោះឲ្យពុទ្ធប្រាប់ថាបើ2ដងប្រកាសជា4 3 2ដង6អត់មានទៅ7 8ណាទៀតទេបើចឹងសូមបញ្ជាក់ឲ្យលោកគ្រូបញ្ជាក់ឡើងច្បាស់ឲ្យនៅ4 5minuitទៀតបាទអត់អីលោកពូថ្ងៃនេះគឺលោកពូហើយមកម៉ោងពេញបាទអញ្ចឹងសូមឱកាសពីលោកចាស់និងលោកគ្រូបន្តិចដោយសារបកស្រាយមិញមានការភ័ន្តច្រឡំខ្ញុំលោកចាំលោកគ្រូពេញបន្ថែមផងលើកធម្មសង្កណីបាទដល់ពេលនិយាយបូកជាមួយកាពីទី7តាក់ទងមួយហេតុនិយាយបច្ច័យ24មហាប្រធានកាពីទី7អញ្ចឹងនៅក្នុងកាពីទី7ហ្នឹងក៏វាមានតេកៈមេតកានិងទុកៈមេតកាដូចគ្នាដល់ពេលធម្មសង្កណីហ្នឹងក៏មានតេកៈមេតកានិងទុកៈមេតកាដូចគ្នាអញ្ចឹងទៅលើកមកហ្នឹងវាវគ្គតំណឹងតិចអញ្ចឹងគាត់ថាធម្មសង្កណីក៏លើកពីតេកៈមេតកាដល់ពេលយើងទៅរៀនមហាប្រធានមានបច្ច័យ24ហើយនឹងនៅក្នុងបច្ច័យ24ហ្នឹងក៏មានកន្លែងធម៌សតិកញ្ចៈបឋានបរាំងហ្នឹងក៏វាមានតេកៈនិងទុកៈនៅក្នុងហ្នឹងអញ្ចឹងតេកៈមាន22ទុកៈមាន100បូកដកគុណចែកទៅរាប់ពាន់អញ្ចឹងខ្ញុំក៏អត់ចេះដែរបានតែដឹងតែប៉ុណ្្នឹងទេបាទអញ្ចឹងកម្ពីទី7គឺមហាប្រធានតែយើងមហាប្រធានយើងលើកបច្ច័យមកនិយាយហ្នឹងវាអត់រួចពីចិត្តចេតសិករូបនឹងទេបាទយើងបំបែកមកវិញមកគឺវាដដែលបាទអញ្ចឹងសូមគោរពអញ្ជើញលោកគ្រូឆ្លើយសំណួរឲ្យធូបអត់រៀនទេនួយច្រើនរៀនតែស្ដាប់កាន់ស្ដាប់ខ្ញុំសូមឈរចុះអង្គុយច្រើនពេកជាបឋមសូមនមស្ការគុណកែវទាំង3ដោយសេចក្តីគោរពជ្រះថ្លានៅពងពោះសូមនមស្ការព្រះអង្គគ្រូចារិកាវត្តរតនារាមព្រះអង្គគ្រូចារិកាវត្តកោះកឡព្រះអង្គគ្រូបរមបញ្ញោគ្រប់ជ្រាបសួរពុទ្ធបរិស័ទទាំងអស់បាទមកហ្នឹងសិនមកស្ដាប់ហ្នឹងមែនទេមើលក្នុងចំណោមហ្នឹងមានពីណាជួលឲ្យមកហ៎មានទេបើមានលើកដៃមើលបើមានខ្ញុំជួលថែមមានអ្នកជួលមកចិត្តជួលមកអូចិត្តជួលមកឆ្លើយគ្រាន់បើបាទហើយដល់ពេលយើងមកដោយបំឡងចង់ស្ដាប់អញ្ចឹងឃើញសំណុកនិយាយគ្នាហ្នឹងហើយពួកយើងគិតថាមកស្ដាប់គឺឲ្យស្ងាត់ទៅយើងស្ងាត់បានមែនទេប៉ុន្តែបើសិនជាធ្វើតាមទម្លាប់អ៊ូអែពេញរោងបុនធំណាគឺកាលទៅ
ស្ដាប់តែប្រហែលអ្នកខាងមកខាងក្រោយអែមែនទេចឹងមែនទេហ្នឹងហើយឥឡូវមកសំណួររបស់លោកពូរឿងអុជធូបអុជអីណាតាមពិតធូបអត់ចង្រៃទេពីព្រោះអីពីព្រោះធូបមិនមែនជាកុសលឬអកុសលទេតែខ្ញុំថាអុជក៏បានមិនអុជក៏បានពីព្រោះបុណ្យនឹងបាបវាមិននៅក្នុងធូបបុណ្យបាបនៅណាហ្នឹងហើយហើយបើបុណ្យបាបនៅចិត្តមានអីពាក់ព័ន្ធមួយធូបឃើញអត់អញ្ចឹងបើមានចង់ដុតក៏ដុតទៅហើយចុះបើមិនមានទេយើងគិតថាដល់របៀនធូបឧបមាថាយើងដើរទៅស្រែឥឡូវខ្ញុំលើកឧទាហរណ៍យើងដើរទៅស្រែទេសកាលអីស្រាប់យើងជួបព្រះបច្ចេកពុទ្ធមួយអង្គហើយយើងទៅស្រែមានយកធូបទៅដែរហើយពេលហ្នឹងយើងចង់ថ្វាយអង្គមព្រះអង្គដុតធូបសិនមែនឬក៏ថ្វាយអង្គមបដ ாய் ឃើញទេអញ្ចឹងហើយបានខ្ញុំថាដុតក៏បានមិនដុតក៏បានអញ្ចឹងមិនដុតក៏បានគឺក្នុងករណីបើអត់មានហើយបើអត់មានទេតាមទម្លាប់ខ្ញុំមុនថ្វាយអង្គមព្រះទៅដុតធូបសិនហើយស្រាប់តែទេសកាលអីយើងដើរទៅស្រែជួបព្រះពុទ្ធព្រះអង្គនៅហ្នឹងសិនខ្ញុំរត់ទៅរត់ទិញធូបសិនអញ្ចឹងមែនឬក៏ថ្វាយអង្គមបដ ாய் តែយើងឃើញថានឹងជាព្រះសម្មាសម្ពុទ្ធណាលោកពូគិតថាមិនដែរពេលហ្នឹងដែលលោកពូនៅឆ្ងាយពីផ្សារហើយនៅក្នុងព្រៃទៅកាប់អស់កាប់អីអញ្ចឹងណាអត់មាន YouTube ទៅទេមែនទេហ្នឹងហើយស្រាប់តែព្រះអង្គចេញពីនរោធមកមុនមកឲ្យស្គាល់ថានឹងព្រះអនន្តតើត្រូវអុជធូបសិនចាំថ្វាយអង្គមលោកឬក៏ជ្រះថ្លាថ្វាយអង្គមបដ ாய் ថាមើលទៅថ្វាយអង្គមសិនមកជួបមកជួបរាល់វាឡើងជួបចំរាល់វាហើយអត់មានស្អីហងប៉ុន្តែខ្ញុំឆ្ងល់វាចេះអ្នកដែលដឹកនាំរាល់ថ្ងៃមិនអញ្ចឹងលោកគ្រូយើងកុំគិតរឿងអ្នកដឹកនាំគិតរឿងយល់វិញអញ្ចឹងព្រោះអ្នកដឹកនាំគេដឹកនាំតាមទិដ្ឋិរបស់គេអញ្ចឹងបានពុទ្ធព្រះអង្គបង្រៀនឲ្យយើងបំផុសបញ្ញារបស់យើងឲ្យកើតឡើងមិនប្រកាសថាអ្នកបរិញ្ញាយើងនឹងត្រូវទេអញ្ចឹងបានព្រះអង្គឲ្យតម្លៃមនុស្សយើងណាថាមនុស្សយើងនឹងគឺថាមានភាពអស្ចារ្យជាងទេវតាទៀតត្រង់ថាអាចមានលទ្ធភាពសមត្ថភាពសិក្សាសច្ចធម៌នឹងបានខ្ញុំលើកជាឧទាហរណ៍ពេលសរិបុត្រមកកលៀនចូលទៅបួសដំបូងបួសជាមួយអាចារ្យសញ្ជ័យជាគ្រូធំមួយដែលគេគោរពទាំងនគរអញ្ចឹងតាមកំហើញរបស់មនុស្សអាចគិតថាគាត់នឹងដឹកនាំត្រូវហើយបានគេទៅហ្នឹងគាត់បរៀនតាំងពីយូរហើយព្រះសរិបុត្រទៅបួសជាមួយបរិវារ500នាក់ទៅបួសនៅក្នុងសំណាក់អាចារ្យសញ្ជ័យទាំងអស់ប៉ុន្តែនៅពេលដែលគាត់សិក្សាហើយទៅចេះតែគិតពិចារណាថាផ្លូវនេះដូចរួចផុតទុកអត់កើតអញ្ចឹងបានគាត់ខំស្វែងរកគ្រូដតីទៀតណាត់គ្នាជាមួយមកកលៀនហ្នឹងថាបើនរណាឃើញគ្រូដែលបង្រៀនពីអមតៈធម៌បានអានឹងយើងមកប្រាប់គ្នាណាត់គ្នាកន្លែងហ្នឹងអញ្ចឹងបើយើងគិតថាឲ្យតែគ្រូឲ្យតែអ្នកដឹកនាំត្រូវអានឹងវាខ្ទាស់ជាមួយនឹងពាក្យព្រះអង្គផ្ដាំមកព្រះអង្គផ្ដាំនៅក្នុងការឡាមសូត្រព្រះអង្គថាកុំជឿចាស់ទុំរបស់អ្នកព្រះអង្គប្រាប់ចឹងមកប៉ុន្តែពាក្យថាកុំជឿមិនមែនមានន័យថាមិនស្ដាប់ទេស្ដាប់ហើយយកមកគិតយកមកពិចារណាថាខុសឬត្រូវអញ្ចឹងពាក្យថាកុំជឿភ្លាមមនុស្សយើងតែគេនិយាយមកជឿភ្លាមយើងអស់បាយគិតដែរមិនចឹងឧទាហរណ៍ថាគេថាហ្នឹងត្រូវយើងមានឱកាសសម្រាប់ខ្លួនឯងគិតថាវាខុសឬត្រូវបើយើងជឿបាត់ហើយឃើញដូចលោកពូស្ដាប់ខ្ញុំលឺខ្ញុំនិយាយចឹងហ្នឹងហើយបើជឿខ្ញុំតែមកអត់គិតទេតែបើមិនតន់ជឿចឹងល្អបានអបាយគិតថានិយាយហ្នឹងខុសឬត្រូវសមហេតុផលឬអត់អញ្ចឹងការដែលលឺហើយអត់ជឿហ្នឹងល្អប៉ុន្តែកុំភ្លេចគិតកុំភ្លេចទីផ្ទាត់រស់ហេតុផលតាមដានទៀតហ្នឹងហើយអញ្ចឹងអាហ្នឹងគឺជាចំណុចល្អហើយបើសិនជាលឺថាលោកគ្រូសាស្ត្រវិទ្យាថាមិនបាច់អុជធូបកុំអុជប៉ុន្តែវាអត់យល់ដល់អត់យល់មានបានត្រូវណាគ្រាន់តែអត់អុជធូបប៉ុន្តែស្រាប់យើងដាក់អីផ្សេងមកជំនួសវិញទៀតឧទាហរណ៍ថាកុំអុជធូបតែយើងដាក់ផ្កាវិញប៉ុន្តែដាក់ផ្កាឲ្យបន់ដែរមានអីខុសគ្នាអាមួយគ្រាន់តែធូបអាមួយគ្រាន់ផ្កាវត្ថុអត់ដឹងដូចគ្នាហ្នឹងអាមួយទៀតទេមិនបាច់ដាក់គ្រឿងអីសក្ការៈបូជាអីច្រើនណាព្រោះបន់មិននៅហ្នឹងដាក់តែប្រពុតទៅទេថ្វាយអង្គមយកបណ្ដោយប៉ុន្តែថ្វាយអង្គមបន់ទៅដែរមានន័យថាសកម្មភាពវានៅតែដដែលខុសតែរបៀបអញ្ចឹងបានខាងដើមខ្ញុំសួរថាតើកុសលនៅលើរបស់ហ្នឹងឬក៏នៅក្នុងចិត្តធូបក៏ដោយបើគេប្រើដោយល្អក៏កើតកុសលឧបមាដូចសម័យពីដើមធូបគេធ្វើពីក្លឹមច័ន្ទក៏អូបគេដុតម្ដងពីដើមអញ្ចឹងទៅវាក៏អូបផ្ទះខ្លះគេមិនដុតដូចលំអិតក្លឹមច័ន្ទឲ្យក៏អូបក្នុងបន្ទប់អញ្ចឹងទៅគេធ្វើធូបដែលល្អធ្វើពីលំអិតក្លឹមច័ន្ទអញ្ចឹងដុតដោយសេចក្តីថាបូជាព្រះអង្គដោយគ្រឿងក៏អូបអត់មានអីខុសផងឃើញទេសម័យពុទ្ធកាលក៏គេប្រើធូបដែរដូចជាវិខុនៅក្នុងព្រៃអីហ្នឹងលោកធូបធំដុតនៅក្នុងកន្លែងគូហៀលោកនៅដើម្បីអីដើម្បីដេញសត្វល្អឃើញវត្ថុបំណងគេអញ្ចឹងថាធ្វើទៅឲ្យតែមានហេតុផលឧបមាដូចជាធម្មតាឲ្យតែលោកទេសនាអញ្ចឹងយើងដុតទៀនហ្នឹងអញ្ចឹងដុតទៀនដុតអីអញ្ចឹងទៅហើយដល់ឲ្យបើកហាលហើយដល់បើកហាលទៅទៀនវាចេះតែលត់ហើយយើងចេះតែរត់មកដុតទៀនហើយលោកអាឡ័យទៅទេសនារវល់ជាមួយទៀនហ្នឹងឃើញអត់អញ្ចឹងដល់ក្មេងសួរយើងអត់មានអីឆ្លើយក្មេងៗសោះខ្លះសួរថាហើយចុះនិយាយដុតទៀនទៅបើថ្ងៃចេះអញ្ចឹងហ្នឹងហើយដល់គាត់អត់ដឹងគាត់អាហ្នឹងដុតទៅបានបុណ្យអីចេះប៉ុន្តែទៀននៅក្នុងពាក្យបាលីហៅថាទីបៈហ្នឹងតាមពិតនៅក្នុងអ៊ីមេហេទីបៈហ្នឹង
មិនទៀនទេតែអ្នកប្រែអញ្ចឹងទៅទីបៈមិនមែនប្រែតែទៀនទេទីបៈប្រែតែគ្រឿងបំភ្លឺគេធ្វើពីចន្លោះក៏ដោយដុតចន្លោះក៏ដោយដុតជាទៀងក៏ដោយឲ្យតែធ្វើទីងងឹតឲ្យទៅជាភ្លឺគេហៅថាទីបៈដូចយើងបណ្ដាច់ប្រតិបនៅមុខវាំងហ្នឹងអ្នកណាបណ្ដាច់ទៀនឃើញទីបៈឃើញសិតតែភ្លើងឯងនៅលយប្រតិបនៅមុខវាំងពេលបនអ៊ំទូក៏ដែលឃើញហ៎អាទូកដែលគេដាក់ភ្លើងមានរូបនេះរូបនោះគេហៅអីគេណាប្រតិបហ្នឹងឯងប្រតិបៈដែលប្រែចេញពីពាក្យថាទីបៈមានតែគ្រឿងបំភ្លឺពេលយប់វាធ្វើឲ្យភ្លឺគេហៅថាប្រតិបប៉ុន្តែពេលយើងប្រែមកយើងកាន់យកថាទៀននឹងធូបអញ្ចឹងជាប់ទាំងទៀនហ្នឹងឯងជាប់ហ្នឹងឃើញយើងជាប់ឯងព្រោះយើងអត់យល់ដល់ពាក្យដើមរបស់ពាក្យថាទីបៈអញ្ចឹងដូចសម័យបច្ចុប្បន្ននេះយើងមានគ្រឿងបំភ្លឺដែលមិនចាំបាច់របស់ឆេះគោះថ្នាក់ដូចជាអំពូលដាក់សូឡាអីចឹងទៅពេលយប់ឲ្យវាភ្លឺសិតតែចូលប្រតិបៈទាំងអស់ដែលព្រះអង្គត្រាស់ថាទីបតោហោទៅចក្កតោអ្នកឲ្យប្រតិបឈ្មោះថាឲ្យនៅចក្ខុគឺភ្នែកយើងអត់ប្រតិបមកនឹងងឹតអញ្ចឹងអ្នកណាដុតប្រតិបពេលយប់ឈ្មោះថាឲ្យភ្នែកឲ្យភ្លឺឃើញអត់ឃើញទីបៈតែភ្លឺបំភ្លឺហ្នឹងចឹងនៅក្នុងកិច្ចព្រះវិន័យពេលដែលលោកធ្វើកម្មបើយប់មិនអុចប្រតិបហើយធ្វើកម្មហ្នឹងធ្វើសង្ឃកម្មត្រូវទោសមិនបានត្រូវទោសព្រោះកាលណាអត់អុចប្រតិបជួនកាលសត្វទូចសត្វល្អិតអីវាមកហើយដល់ពេលថ្ងៃលោកសួរថាបតិបកិច្ចចាំងលោកសួរថាតើអុចប្រតិបនៅហើយបានលោកថាសរិយាលោកកាសៈបតិបកិច្ចចាំងណាថេពេលដែលមានពលឺព្រះអាទិត្យអញ្ចឹងមិនបាច់អុចប្រតិបទេឃើញចឹងសួរអុចប្រតិបធ្វើអីអុចប្រតិបធ្វើអីឥឡូវជាវត្ថុបំណងរាល់ពេលដែលព្រះអង្គឲ្យធ្វើអីមួយសិតតែមានហេតុផលក្នុងហ្នឹងអញ្ចឹងបានពុទ្ធនឹងអត់មានដឹកនាំឲ្យជឿទាំងដែលយើងគិតអត់ឃើញទេឥឡូវខ្ញុំលើកពាក្យប្រតិបនឹងមួយអញ្ចឹងប្រតិបដុតដើម្បីអីដុតដើម្បីឲ្យភ្លឺដោយព្រះអនុរុទ្ធលោកបានចក្ខុទឹកមែនទេក្នុងសាវកទាំងឡាយព្រះអនុរុទ្ធលោកមានចក្ខុទឹកនឹងខ្លាំងជាងគេអានិសង្ឃមកពីលោកអុចប្រតិបពេលយប់នឹងលំអបច្ចេកដីលំអទីអារាមដើម្បីឲ្យវាមានពលឺឡើងមនុស្សទាំងឡាយចូលទៅដើរឃើញស្អាតឃើញទេឃើញឲ្យគេភ្លឺទេអញ្ចឹងវាសន្សំអាទិត្យភ្លឺនឹងទៅក្នុងចិត្តហើយដល់ពេលថ្ងៃអត់ល្ងឹតផងចេះតែនាំគ្នាដុតខ្លាចវាអលត់ហើយតិចតិចដាក់លង្ហាលលត់ទៀនហើយដល់ពេលក្មេងស៊ូមកយើងមានចម្លើយឲ្យគាត់សំគូឯអត់ទេឃើញទេអញ្ចឹងបានខ្ញុំថាអុចទៅមិនអុចក៏បានដែរបើមានអុចក៏អុចទៅឧទាហរណ៍ថាថ្ងៃក៏ដោយយើងអុចថាអុចធ្វើអីថាអុចឲ្យវាល្អមើលបើអុចឲ្យល្អមើលអុចទៅជួនកាលដាក់ទៀនមកចឹងមកដាក់ទៅស្អាតដែរឃើញទេបើដាក់យកស្អាតដាក់ទៅសំខាន់ឲ្យមានហេតុផលថាយើងដុតធ្វើអីចឹងលោកដុតទៅទីអានឹងទម្លាប់មកសួរថានឹងធ្វើទាំងដឹងឬក៏ធ្វើទាំងមិនដឹងពុទ្ធបរិញ្ញាយើងឲ្យធ្វើអីក៏ដឹងដែរថាដើម្បីអីហើយបើធ្វើមិនដឹងថាវាដើម្បីអីចេះតែធ្វើអានឹងឈ្មោះថាពុទ្ធបរិស័ទល្អទេអត់ទេហ្នឹងគឺរាល់ថ្ងៃចឹង បាទតាមចឹងពេញដីហ្នឹងបាទនិយាយរាល់ថ្ងៃហ្នឹងតាមគ្នាពេញដីទាំងអស់រាល់ថ្ងៃហ្នឹងចឹងហ្នឹងមកពីតាមតែគ្នាហ្នឹងឯងតាមមិនយល់សច្ចធម៌នោះបើទុកពេលវេលាថយគិតតែបន្តិចយល់ដឹងអស់ហើយតែមកតែតាមគ្នាហ្នឹងឯងត្រូវបានបិទកម្រិតនៃការយល់ដឹងហ្នឹងតែម្ដងឃើញទេហើយតែតាមគ្នាប៉ុណ្ណឹងគិតថាត្រូវហើយគឺប៉ុណ្ណឹងមកយករហូតដល់ស្លាប់ហើយខ្ញុំបួសដំបូងក៏ខ្ញុំតាមតែគេចឹងដែរអ្នកនៅតាមភូមិប្រហែលជាដុតម្ដងខ្ញុំឯងដុតធូបនៅតាមវត្តតែកាលណាទៅបុណ្យគេមិនដាក់ទៀនមួយដុំហើយរុំលុយបន្តិចមកហើយដាក់ទៀនពីដើមនៅហ្នឹងក្នុងសាដកមិនចឹងហើយដើរបុណ្យច្រើនណាស់មកវិញធូបឡុងគោពេលព្រឹកថ្វាយអង្គមពេលល្ងាចថ្វាយអង្គមហើយដុតម្ដងខ្ញុំមិនដុត3សរសៃខ្ញុំដុតម្ដងមួយបាច់ព្រឹកមួយបាច់ល្ងាចមួយបាច់ខ្ញុំថាអ្នកនៅតាមផ្ទះដុតមិនច្រើនដូចខ្ញុំទេហ្នឹងហើយដល់ពេលហើយវាចេះឃើញទោសពេលដើរទៅបុណ្យទៅចាស់មកឧទាហរណ៍ដុតគ្រប់គ្នាឧទាហរណ៍យើងរត់រៀបអាសនៈព្រះអង្គចឹងមកដល់ម្នាក់សុំ3សរសៃម្នាក់សុំ3សរសៃហើយអាភ្លើងធូបហ្នឹងហុយទៅណាគេហុយទៅលោកខ្ញុំឆ្លក់កាត់ផ្ដាសាយទៅញយហើយតាមពេទ្យនិយាយថាហ្នឹងអាចការរោគទៀតណាផ្សែងពុលហើយដល់ពេលអត់ផ្សែងធូបចឹងឃើញវាស្រួលខ្លួនយើងហាមតែរឿងជក់បរិយចាផ្សែងធូបហ្នឹងមិនហឺផ្សែងដូចគ្នាឃើញបញ្ហាហើយឆេះគាត់ឆេះសាលាដច្រើនឃើញដោយសារផ្សែងធូបដោយសារភ្លើងធូបឯងចូលឆ្នាំឆេងមេងឆេះផ្ទះទៅញយក៏ដោយសារធូបហ្នឹងហើយលឺច្រើនទេព្រោះមានតែកកោបាទតទៀតមើលលោកគ្រូបាទជឿងយ៉ាងកាញ់ឬក៏យ៉ាងកាញ់បាទយ៉ាងកាញ់ហ្នឹងចឹងដែរតាមពិតអត់មានគម្ពីរដីកាណាព្រះអង្គប្រាប់ថាពេលសូត្រយ៉ាងកាញ់ត្រូវជ្រោចទឹកវាអត់មានណាវាអត់មានតែបើមានទម្លាប់របស់គេធ្វើសម័យពុទ្ធកាលបុគ្គលណាម្នាក់វាអញ្ចឹងវាអត់មានគម្ពីរណាថាណែនៅពេលដែលធ្វើតក្កណានុបទានសូត្រយ៉ាងកាញ់ត្រូវតែជ្រោចទឹកវាអត់មានឥឡូវឧទាហរណ៍ដូចជាដូចខ្ញុំលើកឧទាហរណ៍អញ្ចឹងយើងដើរទៅតាមផ្លូវ
មានផ្លែស្វាយនៅក្នុងថ្នាក់ហើយមានកាន់ទឹកទៅទេជួបតាមផ្លូវហ្នឹងសិតជួបមិនជួបណាជួបព្រះសម្មាសម្ពុទ្ធហើយយើងវាធ្លាប់តែជ្រោចទឹកអញ្ចឹងហ่ะក្នុងខ្លួនយើងវាអត់ទឹកឧទាហរណ៍អញ្ចឹងតើគួរប្រគេនផ្លែស្វាយហ្នឹងឲ្យលោកឆាន់ទេដល់យើងជ្រះថ្លាណាឬថាលោកម្ចាស់ហើយកណាប្រគេនបានទេព្រោះអត់ទឹកជ្រោចអញ្ចឹងទេ គួរតែប្រគិន ហ្នឹងអញ្ចឹងបានថាពុទ្ធនោះគឺថាសំដែងមកដាក់យើងឲ្យគិតអញ្ចឹងដល់គិតឃើញហើយណាថាបើមិនជ្រោចទឹកមិនកើតទេយើងលើកជាឧទាហរណ៍ហ្នឹងមើលឥឡូវកំពុងតែដើរអត់មានកំពុងទឹកតាមផងហើយស្រាប់តែជួបព្រះអរហន្តមួយអង្គដែលទៅតែចេញមកពីនរោទៀតមានន័យថាជាស្រែបុណ្យដល់ប្រសើរណាហើយយើងមានផ្លែស្វាយអីដល់ហើយទៅជ្រះថ្លាចង់ប្រគេនដែរប៉ុន្តែវាអត់មានទឹកជ្រោចហើយវាអត់ចេះយ៉ាងកេញហ្នឹងទៀតទៅមើលអ្នកធ្វើបុណ្យសម័យព្រះពីណាចេះយ៉ាងកេញមួយវាអត់ខ្លះមិនដែលចេះអីផងប៉ុន្តែប្រគេនទៅវាកើតបុណ្យកើតឋានសួគ៌មកកាណូយ៉ាងកេញហ្នឹងវាគ្រាន់តែជាឧបាយដែលព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងគម្ពីរអបទានហ្នឹងគឺយើងចង់ទៅបុណ្យអីទេតែបើសម្រាប់ត្រឹមតែទានមួយវាអត់ចាំបាច់យ៉ាងកេញផងឃើញទេហ្នឹងហើយស្រួលណាស់ឲ្យតែយល់ហើយមែនតើទៅអារឿងទឹកហ្នឹងចេះទេព្រះអង្គក៏មិនហាមដែរអញ្ចឹងណាពាក្យទឹកតេកណោតុហ្នឹងមែនតើទៅដោយសារអញ្ចេះប៉ុន្តែយើងវាខ្លាយយកប្រពៃណីឥណ្ឌាយកមកធ្វើអារឿងជ្រោចទឹកហ្នឹងហ្នឹងហើយតាមពិតមិនមែនប្រពៃណីព្រះទេអាហ្នឹងវាជាប្រពៃណីរបស់ឥណ្ឌាមានតាំងពីមុនព្រះអង្គមកម៉េះគេទម្លាប់អញ្ចឹងមិនគេទម្លាប់អញ្ចឹងមកពីឥណ្ឌាហូបបាយដៃតែហូបបាយហើយមិនត្រូវលាងដៃអញ្ចឹងមកពេលដែលគេធ្វើតេកណានុបទានហើយមានន័យថាគេប្រទានទានដល់ព្រះសម្មាសម្ពុទ្ធដល់ភិក្ខុសង្ឃហើយពេលលោកឆាន់ហើយមិនប្រឡាក់ដៃអញ្ចឹងមិនត្រូវយកទឹកលាងប្រហោះលោកហ្នឹងហើយអាទឹកលាងប្រហោះហ្នឹងឯងគេហៅថាទឹកតេកណោតុមានន័យថាមកពីតេកណានិងឧតកៈមានន័យថាទឹកដែលគេប្រគេនលោកក្រោយពេលធ្វើតេកណានុបទានឲ្យលោកលាងដៃតាហើយសមហេតុផលទេព្រោះឆាន់នឹងដៃវាមិនប្រឡាក់ដៃហើយឆាន់រួចហើយមិនប្រគេនទឹកទៅលោកឲ្យលាងប្រហោះវាមានតែប៉ុណ្ណាមានអីវាចាយើងនេះលេងយ៉ាងកេញបញ្ជ្រួចទឹកឲ្យតោងគ្នាទៅតោងដើម្បីអាម៉េចអាហ្នឹងយើងហ្នឹងអេលោកអាចារ្យតា ហ្នឹងអាចារ្យយើងហ្នឹងអញ្ចឹង អ្នកនាំហ្នឹងហើយអញ្ចឹងបានថាយើងត្រូវដឹងថាយើងមានសំណាងណាស់ដែលនៅមានបត្រៃបិដកនៅមានពុទ្ធវចនៈណាព្រោះយើងចូលមកវត្តចូលមកពុទ្ធសាសនារាល់ថ្ងៃយើងចេះតែធัวកលៃទេយើងអត់បានចូលដល់ធัวពិតទេមានន័យថាគេយកមកកលៃដឹកនាំយើងឲ្យទៅស្រួលរហូតដល់ធ្វើអាចារ្យអីស្មាទោសដូចមុខរបរអញ្ចឹងរាល់ថ្ងៃអញ្ចឹងវាត្រូវតែមានឧបាយឧទាហរណ៍នាំមកធ្វើអាចារ្យបើត្រឹមតែសូត្រធัวបើត្រឹមតែនិយាយបញ្យលអីធម្មតាវាមើលទៅវាអត់ក្បាច់ទេណាជូន4 10 20ម៉ឺននេះទៅវាអត់តំណងអញ្ចឹងត្រូវមានក្បាច់ដល់មានក្បាច់ទៅយូរអាចារ្យមានហានឆេងទៀតហ្នឹងអាចារ្យនេះប៉ុណ្ណេះអាចារ្យនោះប៉ុណ្ណេះការអីបើអាចារ្យនេះគេរៀបប៉ុណ្ណេះវាត្រូវមានហានឆេងរបស់គេអញ្ចឹងហ្មងខ្ញុំមិនចង់ប៉ះពាល់ទេគេរៀបដើម្បីឲ្យបរិស័ទពេញចិត្តក្នុងពិធីទាំងឡាយមិនសូវមានគោលគំនិតក្នុងការបញ្យលបរិស័ទឲ្យយល់ទេខ្ញុំធានាគឺគេធ្វើឲ្យតែម្ចាស់កម្មវិធីពេញចិត្តប៉ុណ្ណោះមើលបងអញ្ចឹងហ្នឹងហើយអញ្ចឹងហើយបានជួបគ្នាខ្ញុំកាលនៅលោកខ្ញុំធ្លាប់ធ្វើគ្រូបរិញ្ញាអាចារ្យទូទាំងប្រទេសដែរតាហើយខ្ញុំមានគាត់មួយនៅភ្នំពេញខ្ញុំទទួលឲ្យអាចារ្យទៅរៀនហ្នឹងសម្រាប់នៅនឹងរាប់សិបនាក់ខ្ញុំនៅក្នុងកតុកខ្ញុំស្ដាប់ឮអាចារ្យនិយាយគ្នាគេសួរហាងឆេងនៅនឹងហាងឆេង100 ម៉ានអត់មានពិចារណាអត់មានពាក្យណាថាតើយើងជាអាចារ្យហ្នឹងទឹកកើតត្រូវដឹកនាំពុទ្ធបរិស័ទយ៉ាងណាឲ្យមានការយល់ត្រូវគ្មានសំបីមួយម៉ាត់គេសួរហាងឆេងគ្នាទេខ្ញុំលឺខ្ញុំអត់មាននិយាយកុហកខ្ញុំលឺយ៉ាងមកហើយត្រូវរៀបប្រដាប់អីខ្លះធ្វើម៉េចឲ្យគេចូលចិត្តធ្វើម៉េចអាចារ្យដែលជោគជ័យបំផុតគឺគេអញ្ជើញមិនឈប់ជោគជ័យរបស់អាចារ្យគឺគេអញ្ជើញមិនឈប់ខ្ញុំលឺចាស់វាអត់មានពាក្យថាតើដឹកនាំយ៉ាងណាឲ្យវាត្រឹមត្រូវតាមក្បួនខ្នាតដើម្បីឲ្យពុទ្ធបរិស័ទហ្នឹងមានការយល់ត្រូវកុំឲ្យយល់ខុសវាអត់មានអញ្ចឹងណាវាអត់មានអញ្ចឹងបើមានកន្លែងណាមានដែរខ្ញុំសូមអនុមោទនាអញ្ចឹងណាតែខ្ញុំលឺវាអត់លឺទៅសួរហាងឆេងគ្នាអញ្ចឹងណាឥឡូវយើងគិតថាម៉េចបើក្នុងនាមអាចារ្យហ្នឹងដឹកនាំតាមទម្លាប់អញ្ចឹងណាសួរថាតើអាចធ្វើឲ្យបរិស័ទអ្នកដើរតាមហ្នឹងមានបញ្ញាកើតទេអត់មានទេអត់ទេអញ្ចឹងមកចេះឆ្ងល់ហ្នឹងមកពីចឹងហ្នឹងហើយឆ្ងល់អញ្ចឹងត្រូវហ្នឹងហើយចុះបើយើងដឹងថាគេដឹកអញ្ចឹងហើយយើងធ្វើម៉េចឥឡូវវាពិបាកមើលទៅវាទាស់ចិត្តយើងដែរហ្នឹងហើយវាមើលតែត្រឹមត្រូវនេះកុំទាស់រៀនបើយើងដឹងថាអ្នកដឹកយើងនឹងដឹកទៅអញ្ចឹងហើយយើងក៏កុំទាស់អីយើងរៀនហើយក៏អត់ទាស់មួយគាត់ដែរដូចខ្ញុំហងៃមិនមានទៅទាស់មួយអាចារ្យទេខ្ញុំដឹកអាចារ្យតែប៉ុណ្ណឹងនេះមិនទាស់អាចារ្យគ្រូវាទាស់ចិត្តហ្នឹងអាចិត្តយើងហ្នឹងហើយអាចារ្យគាត់ធ្វើតាមកម្រិតរបស់គាត់តែអាចារ្យហ្នឹងមិនមែនជាគ្រឿងរៀងស្ទះទេណាអាចារ្យដឹកនាំតាមប៉ុនហ្នឹងមិនមែនជាគ្រឿងរាំងស្ទះយើងមិនឲ្យយល់ដឹងធម៌ព្រះទេតែអាចារ្យខូចក្នុងចិត្តយើងទេដែលរាំងស្ទះមាន3ទី1អាចារ្យទឹកស្គាល់ទេ
គាត់ អូនៅណា សុរាមេរយៈ អាចារ្យទឹក ទឹក 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 ថេទឹកថេ ថេមិនស្មើចាស់ទឹក ហ្នឹងហើយទឹកណាទឹកថេហ្នឹងហើយទី2អាចារ្យតន់ស្គាល់អាចារ្យតន់ទេតណ្ហា តណ្ហា ហ្នឹងហើយហើយទី3នោះអាចារ្យមានស្គាល់អាចារ្យមានទេអូខូចណាស់អាចារ្យមានហ្នឹងមាននេះអញ្ចឹងអាចារ្យខាងក្រៅមិនមែនជាតំបន់គ្រោះថ្នាក់មែនទេខ្ញុំក៏មិនមែនថាគាត់អាក្រក់ដែរព្រោះគាត់ចេះតែប៉ុណ្្នឹងទៅគាត់ធ្វើអញ្ចឹងបើគាត់ចេះច្រើនជាងហ្នឹងក៏គាត់មិនមែនដឹកនាំតែប៉ុណ្្នឹងដែរអញ្ចឹងណាចាស់ខ្លះគាត់មានបេះដូងល្អទេគាត់ធ្វើត្រឹមត្រូវក្បួនខ្នាតឲ្យគាត់ចេះពីអាចារ្យមុនចេះពីដូនតាគាត់ចេះពីប្រសងបរៀនគាត់ប៉ុណ្ណឹងគាត់ចេះប៉ុណ្ណឹងគាត់ធ្វើប៉ុណ្ណឹងទៅហើយសួរថាគាត់អាក្រក់មែនថាអត់អាក្រក់ទេអាចារ្យខ្លះគាត់គ្មានចង់បានអីទេមានចិត្តល្អណាស់ដើរទៅជួយគេធ្វើពេលអ្នកឈឺពេកអីគាត់ដើរទៅសូត្រធម៌គាត់មិនដែលចង់បានអីទេតែគាត់កម្រិតគាត់បានតែប៉ុណ្ណឹងហើយឲ្យគាត់ដឹកនាំយើងឲ្យភ្លឺជាងហ្នឹងមិនធ្វើប៉ុណ្ណឹងហ្នឹងហើយអញ្ចឹងថាអាចារ្យទាំងអស់នៅខាងក្រៅហ្នឹងមិនមែនជាគ្រឿងរាំងស្ទះយើងទេតែអាចារ្យទឹកអាចារ្យតន់អាចារ្យមាននៅក្នុងចិត្តនេះទឹកគឺការយល់ខុសហ្នឹងនាំយើងឲ្យទៅខុសណាអាចារ្យតន់ហ្នឹងជាប់ជាពាក់រឿងផ្សេងត្រូវរៀនធម៌បានត្រូវស្ដាប់ធម៌បានអត់ស្ដាប់ទេទៅមើលបដាលវិញហ្នឹងតន់ហើយវានាំឲ្យទៅមើលអញ្ចឹងដូចដើរជុលមន់វិញទៅផឹកកាហ្វេនិយាយគ្នាវិញសិតអាចារ្យតន់ហ្នឹងនាំទៅណាមួយទៀតអាចារ្យមាននេះប្រកាន់អញចេះហើយគ្មានចាំបាច់មកបដាលអញទេឃើញទេយល់ដល់ខ្លួនអញចេះហ្នឹងគឺអាចារ្យមាននេះឬក៏អ្នកដែលនិយាយបញ្យល់ហ្នឹងក្មេងជាងយើងទៅក្មេងទៅកើតថ្ងៃហ្នឹងមកនិយាយអីអញ្ចឹងអាចារ្យនៅក្នុងចិត្តរបស់យើងទេដែលរាំងអញ្ចឹងណាហ្នឹងហើយអញ្ចឹងបានជាចាស់និយាយថាចង់ចេះឲ្យសម្រាប់អាចារ្យឃើញទេមិនអាចារ្យថាមនុស្សប៉ុនទេណាចង់ចេះឲ្យសម្រាប់អាចារ្យគឺអាចារ្យទឹកអាចារ្យតន់អាចារ្យមាននៅក្នុងចិត្តនេះនឹងត្រូវតម្រង់ទឹកថេឲ្យច្បាស់ថាពុទ្ធពិតជាត្រាស់ដឹងនៅសច្ចធម៌មែនជឿជាក់ទៅលើការត្រាស់ដឹងមែនអញ្ចឹងបានយើងមានគំនិតគិតថាចង់ដឹងថាព្រះអង្គនិយាយថាម៉េចឃើញទេបើយើងអត់មានការយល់ត្រូវពីការត្រាស់ដឹងរបស់ពុទ្ធទេយើងអត់ដាក់ចិត្តស្ដាប់យើងអត់ដាក់ចិត្តរៀនទេហ្នឹងហើយដូចធម៌ហ្នឹងបើសិនជាធម៌ហ្នឹងនិយាយតម្រូវតាមតែទឹកថេលោកពូក៏អត់មានពាក្យមកសួរខ្ញុំអញ្ចឹងដែរឧបមាថាខ្ញុំសរសើរថាធ្វើតែអញ្ចឹងទៅត្រូវហើយអត់មានពាក្យមកសួរខ្ញុំទេតែដោយសារព្រះអង្គសានទៅជានិយាយខុសគេដល់ខុសគេមានសំណួរបដ ாய் អាហ្នឹងជាកលឹះមានតែបើផ្លូវហ្នឹងវាទៅតែមួយយើងរកផ្លូវមិនបាយចេញពីហ្នឹងវាអត់ចេញទេអញ្ចឹងបើផ្លូវនោះវាមានផ្លូវបែកវាធ្វើឲ្យយើងគិតថាតើផ្លូវណាមួយដែលត្រឹមត្រូវហ្នឹងឃើញទេអញ្ចឹងបើសិនជាអ្វីអត់មាននិយាយខុសគេសោះវាអញ្ចឹងរហូតវាអញ្ចឹងហើយតែដល់ពេលមាននិយាយខ្ទាស់គ្នាខ្លះទោះបីឆ្លោះគ្នាទោះបីគេត្រូវជេរប្រមាថខ្ញុំក៏ដោយប៉ុន្តែខ្ញុំសប្បាយចិត្តថាត្រង់ដែលមានអ្នកសួរថាហេតុអីបានអញ្ចឹងបានឱកាសបញ្យល់មិនអញ្ចឹងហើយបើនិយាយស្របអស់ហើយបានស្អីបញ្យល់បាទហ្នឹងត្រូវអស់ហើយបើខ្ញុំសុំមួយចុះដូចអរគុណលោកបណ្ឌិតកែមលីដែលគាត់លើកតម្កើងខ្ញុំណាថាខ្ញុំប្រហែលសម្ដេចសង្ឃរាជខ្ញុំសូមអត់ទទួលទេហ្នឹងណាសម្ដេចសង្ឃរាជលោកចេះច្រើនភាសាបាលីអីលោកចេះច្រើនជាងខ្ញុំឆ្ងាយណាខ្ញុំចេះតែរឿងខ្ញុំទេតែអ្វីដែលចេះច្រើននៅក្នុងភាសាសាស្ត្រស្អីច្រើនទៀតនោះលោកចេះច្រើនជាងខ្ញុំឆ្ងាយតែគាត់ថាណាគ្រូហ្នឹងគាត់អ្នកថាបាទគាត់អ្នកថាបាទតែខ្ញុំសូមអត់ទទួលទេអាហ្នឹងបាទលើព្រមនៅកន្លែងហ្នឹងបាទព្រមសាធុបាទឥឡូវចូលដល់ចំនួនទី2ចូលចំនួនទី2បាទមិនចំនួនទី1សំណួរទី2ហ្នឹងឆ្ងល់អញ្ចេះឆ្ងល់ថាពុទ្ធបង្រៀនមនុស្សមិនឲ្យសុំប៉ុន្តែនៅក្នុងធម៌ជាច្រើនសិតតែសុំដូចជាសាពីទីយោវិញ្ញាណចានតោអីសុំឲ្យចង្រៃទាំងពួងទាំងឡាយប្រាក់ចេញទៅវិញសុំឲ្យខ្ញុំសុខសប្បាយទាំងអស់គ្នាសិតតែធម៌នៅក្នុងហ្នឹងហើយដូចជាច្រើនបើនិយាយទៅសិតតែសុំមកវាច្រើនហើយចុះធម៌ហ្នឹងមកពីណាបើពុទ្ធថាអត់មានបង្រៀនធម៌សុំហ្នឹងផងយ៉ាងម៉េចធម៌ហ្នឹងពងឆ្ងល់ដល់ទៀតហើយឆ្ងល់ដល់លោកគ្រូទៀតថាទុកចិត្តលោកគ្រូយើងគេថាលោកចាំលោកនិយាយពីបរមត្តបហ្នឹងគេភាសាខ្មែរនឹងសម្រាប់ម៉ាត់ហ្នឹងគេភាសាបាលីហេតុអីបមួយរមាត់ហ្នឹងវាទៅយ៉ាងម៉េចបាលីមួយខ្មែរមិនអីឆ្ងល់តទៅចឹងទៅទៀតចឹងសូមលោកគ្រូបើអាននៅត្រូវហ្នឹងអានថាបរមត្តតែបើយើងនិយាយបរមត្តហ្នឹងយើងនិយាយខ្លាយជាខ្មែរអញ្ចឹងណារបៀបសំនៀងខ្មែរថាបរមត្តដូចពាក្យបរមអញ្ចឹងណាបរមគ្រូអញ្ចឹងយើងនិយាយជាសំនៀងខ្មែរតែបើសិនជានិយាយតាមបាលីគឺបរមៈនិយាយឲ្យត្រូវតាមបាលីណាហៅថាបរមៈហ្នឹងប៉ុន្តែដល់ពេលយើងយកមកប្រើជាខ្មែរមានន័យថាបាលីខ្លាយខ្មែរដល់បាលីខ្លាយខ្មែរយើងនិយាយពាក្យថាបរមដូចពាក្យឧត្តមអញ្ចឹងបើយើងនិយាយតាមបាលីគឺឧត្តមៈអាហ្នឹងយើងអាចនិយាយបានពីរយ៉ាងអញ្ចឹងណានិយាយតាមបាលីហៅឧត្តមៈហើយដល់ពេលនិយាយតាមសំនៀងខ្មែរយើងនិយាយថាឧត្តមអញ្ចឹងណាដូចធុដងយើងនិយាយជាខ្មែរហើយប៉ុន្តែបើនិយាយជាបាលីហៅថាធុតង្គៈនិយាយឲ្យអស់ណាហ្នឹងមានពាក្យច្រើនណាស់មិនមែនពាក្យតែប៉ុណ្្នឹងទេដែលយើងយកមកនិយាយជាលំនាំខ្មែរយើងស្ដាប់គ្នាបានហ្នឹងហើយដូចបរមៈបរមត្ថៈហ្នឹងអានតាមបាលីគឺត្រូវអានថាបរមត្ថៈវាមកពី
បរមៈនិងអដ្ឋៈអត្តដងឧត្តមប្រសើរមិនវិបរិតអញ្ចឹងណាតែបើយើងនិយាយថាបរមត្តហ្នឹងដោយសារយើងនិយាយជាសំនៀងខ្មែរណាវាមិនជាបញ្ហាអីទេឲ្យតែយើងយល់ថាហ្នឹងមានន័យថាម៉េចមិនមែនពាក្យបបើកបហ្នឹងទេមិនមែនទេព្រោះយើងមិននិយាយពាក្យបឲ្យមត្តហៈទេយើងនិយាយជាប់តែម្ដងថាបរមត្តដូចយើងពាក្យថានិយាយថាឧត្តមអញ្ចឹងណាឧត្តមបើយើងគិតថាឲ្យខុសវាខុសឲ្យខុសពីបាលីតែយើងនិយាយជាខ្មែរមានពាក្យច្រើនទៀតបរមគ្រូស្អីច្រើនទៀតមានពាក្យច្រើនទៀតដែលយើងនិយាយមកខ្លាចជាខ្មែរឧទាហរណ៍ចរាចរអញ្ចឹងបើយើងនិយាយតាមបាលីតើនិយាយចរាចរៈបានត្រូវហ្នឹងតាមបាលីហើយកមនីគុំអញ្ចឹងដែរបើនិយាយឲ្យត្រូវតាមបាលីតើកមនីអាហ្នឹងបានត្រូវតាមបាលីប៉ុន្តែយើងនិយាយជាខ្មែរហៅថាកមនីគុំទូរទេសនិកជនបើយើងនិយាយតាមបាលីទស្សនិកជនៈអញ្ចឹងបានត្រូវពាក្យថាប្រយោជន៍និយាយតាមបាលីតើនិយាយថាប្រយោជន៍ជនៈប៉ុន្តែពេលនិយាយជាខ្មែរគេតន់តែឃាតនោចោលហៅថាប្រយោជន៍អញ្ចឹងទៅអញ្ចឹងនៅពេលនិយាយជាខ្មែរប៉ុន្តែបើចង់និយាយតាមបាលីត្រូវនិយាយថាបរមត្ថៈអញ្ចឹងបាទចាប់បានទេអញ្ចឹងចង់និយាយថាសម្រាយចង់និយាយថាបរមត្តហ្នឹងបើបរមត្តវាជាបាលីបើជាបហ្នឹងវាជាសម្រាយបើអញ្ចឹងសម្រាយវាជាមួយបាលីមិនឆ្ងល់អញ្ចឹងគ្រូអាហ្នឹងភាសាដែលយើងនិយាយមានពេលខ្លះយើងកែអត់បានព្រោះភាសាគឺជាការបញ្ញត្តិទៅលើអីមួយដែលយើងប្រើជាមួយគ្នាស្ដាប់គ្នាយល់គេនិយាយបរមត្តអញ្ចឹងមែនប៉ុន្តែមិនមែនយកពាក្យបដែលបើកបហ្នឹងទេគឺនៅតែបរមៈដដែលទេដូចពាក្យថាបរមអញ្ចឹងបរមគ្រូអញ្ចឹងណាបាទហ្នឹងហើយបរមគ្រូយើងស្ដាប់គ្នាបានតែប៉ុន្តែនិយាយជាសំនៀងខ្មែរតែខ្មែរយើងមកនិយាយមិនឲ្យវាស្រួលហ្នឹងហើយបើយើងចង់និយាយឲ្យវាត្រូវមានបរមៈគរុបានទៅប៉ុន្តែយើងនិយាយពាក្យបរមគ្រូខ្លាចជាខ្មែរហ្នឹងស្ដាប់គ្នាបានទេបរមគ្រូយើងនិយាយបានទេហ្នឹងអាហ្នឹងមកពីយើងនិយាយឲ្យវាខ្លាយទៅជាសំនៀងខ្មែរយើងបាទប៉ុន្តែពាក្យដើមគឺបរមត្ថៈហ្នឹងឯងបរមៈគរុហ្នឹងឯងតែបើយើងនិយាយថាអូព្រះបរមៈគរុដូចយ៉ាងឆ្កងហ៎បើយើងធ្លាប់និយាយថាព្រះបរមគ្រូយើងនិយាយយ៉ាងដឹងថ្នាក់ហើយណាប្រែថាគ្រូដ៏ខ្ពង់ខ្ពស់តែបើនិយាយថាសូមថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដែលជាបរមៈគរុដូចយ៉ាងឆ្កងហ៎ឃើញឆ្កងហ៎ហ្នឹងហើយបាទអត់ម៉េចនៅសុំធัวសុំមិញធัวសុំដែលយើងសូត្រហ្នឹងមែនតែគ្មានក្នុងគម្ពីរទេសុំដើម្បីខ្លួនឯងឲ្យតែសុំឲ្យខ្លួនឯងបានចេះសុំឲ្យខ្លួនឯងបានចុះហ្នឹងគ្មានទេគ្មានក្នុងបត្រៃបិដកទេអាហ្នឹងសិទ្ធធัวអ្នកប្រាជ្ញចេះបល័យតែងតាដូចមេហេតិបធូបាហ្នឹងក៏គ្មានក្នុងបត្រៃបិដកដែរកើតឡើងសម័យអ្នកប្រាជ្ញយើងសម័យសម្ដេចជួនណាហ្នឹងលោកតែងទេប៉ុន្តែការតែងក៏តាមដែលខ្ញុំដឹងពីប្រធេរៈមុនមកថាមូលហេតុនៃការតែងក៏លោកមានបំណងល្អដែរដោយសារពីដើមមកដាក់គ្រឿងដង្វាយច្រើនពេកបីផ្សេងដឹងថាប្រមាណថ្នាក់វាច្រើនពេកធ្វើបំដងដល់វារវល់មកភូមិវារវល់ពេកអញ្ចឹងទៅលោកគិតថាតើផ្ដាច់តម្រងវាអត់កើតព្រោះលោកក៏យល់ដែរថាប៉ុនវានៅក្នុងចិត្តណាអញ្ចឹងលោកថាតើធ្វើយ៉ាងម៉េចដើម្បីឲ្យនៅគ្រឿងបូជានេះវាតិចទៅអីកុំឲ្យវារវល់ពេកអញ្ចឹងទៅលោកថាត្រឹមទៀនត្រឹមធូបហ្នឹងទៅបានណាលោកក៏តែងបល័យទៅព្រោះបល័យជាភាសាគេតែងបានតាមិនឲ្យតែលឺពាក្យសូត្របល័យសារពាក្យព្រះទេណាមិនមែនទេណាគេតែងជេរបចោគ្នាក៏បានដែរបល័យហ្នឹងដូចពាក្យអរេអីហ្នឹងប្រែថាចង្រៃមានចង្រៃអីចឹងណាគេជេរគ្នាបានតាហ្នឹងខ្ញុំធ្លាប់រៀនតែងបល័យដែរយើងតែងសេចក្តីតែងរឿងអីហ្នឹងគឺនិយាយតែងបល័យបានហ្នឹងដូចយើងសួរថាសុខសប្បាយជាទេយើងនិយាយថាកង្កផាសកាសេអីចឹងដូចអង់គ្លេសហៅអាយុចឹងហ្នឹងហើយវាមានអីប្លែកទេលោកគិតថាឲ្យវាមានត្រឹមទៀនត្រឹមទូកចឹងទៅលោកក៏តែងបត់ពីមេហេតិបធូបាហ្នឹងមួយទៅដើម្បីកុំឲ្យវាច្រើនពេកមានតែប៉ុណ្្នឹងទៅវាមិនសូវពិបាកប៉ុន្តែតែងទៅមិនមែនបានធូរជាងមុនទេវាថែមទៀតកាន់តែជាប់ហើយយកឆ្លោះគ្នាណាមាននៅក្នុងព្រានវរៈមាននៅក្នុងអីគេថាហ្នឹងព្រះថាទៀតណាហ្នឹងហើយដូចឧទាហរណ៍វន្ទាវិជេតយ៉ាងដែលមានក្នុងកាពីមានតែមួយកណាត់ទេប៉ុន្តែអាសុំក្រោយហ្នឹងគេបន្ថែមលបោចឲ្យយាយសប្បាយចិត្តព្រោះមនុស្សតែអត់បានអីនេះជាដូចខ្សោះចាំមើលវន្ទាវិជេតយ៉ាងសាពាំងសាពតឋានេសុបតតេតាំងសារីរកធាតអីចឹងទៅកន្លែងប្រែដែលមានពីបល័យហ្នឹងមានតែប៉ុណ្ណេះខ្ញុំសូមថ្វាយបង្គំឈ្មោះព្រះបរមម្ចាស់ដៃព្រមទាំងព្រះសារីរកធាតនៃព្រះពុទ្ធនិងមហាពោធិព្រឹក្សដែលគូនឹកដោយលំអោនចិត្តបរិសុទ្ធលើកបងអញ្ជលីនិងព្រះពុទ្ធរូបតំណាងអង្គព្រះមុនីដែលស្ថិតនៅគ្រប់ទីឋាននានានោះទាំងអស់អាហ្នឹងប្រែពីបល័យហ្នឹងមានតែប៉ុណ្្នឹងអាហ្នឹងបល័យដើមដល់តែពេលដោយដៃចេញនៃគុណនេះគេថែមលបោចអត់មានប្រែចេញពីបល័យហ្នឹងទេឃើញទេយើងរៀនទៅយើងដឹងចឹងហ្មងពីព្រោះបល័យហ្នឹងដែលយើងទៅផ្ទៀងផ្ទាត់ហ្នឹងត្រឹមហ្នឹងអស់លេងហ្មងបល័យហ្នឹងអស់ដល់ដៃចេះនៃដោយដៃចេះនៃគុណព្រះមានបុណ្យប្រសើរខ្ពស់ដែលតែងតែរំលោះរំដោះទុកភ័យអន្តរអាហ្នឹងគេថែមទេឃើញអត់ហើយដល់ថែមហ្នឹងយាយសប្បាយចិត្តបើមិនបានសូត្រហ្នឹងដូចខ្វះអីមិនសាកនាំសូត្រអាហ្នឹងមកដល់កន្លែងហ្នឹងឈប់មកគាត់ថាហេអត់ចប់ទេព្រោះធ្វើទៀនគាត់ចង់បានអីហើយព្រះនាំឲ្យធ្វើទៀនឲ្យអស់អីឃើញវាប្រជ្រះគ្នា
ឃើញអត់តែបើយើងមិនរៀនមិនដឹងហើយបើខ្ញុំមិនរៀនតំណឹងហើយខ្ញុំហ៊ានថាតំណឹងសភៅគេសរសេរប៉ុណ្ណាណីប៉ុណ្ណាក៏ដោយតែយើងរៀនដឹងហ៊ានថាមកមិនចឹងហ្នឹងហើយឲ្យតែកន្លែងសុំឲ្យខ្លួនឯងគ្មានទេគឺលួងចិត្តអ្នកទៅវត្តហ្នឹងឯងអស់លុយរាប់ពាន់រាប់$100ក៏ដោយឲ្យថាអូបានច្រើនបាននេះបាននោះគាត់សប្បាយចិត្តហើយតែទីពុតគ្នាបានអីទេសុំហ្នឹងគឺគេបន្ថែមលបោយខ្ញុំក៏ធ្លាប់តែងធัวដែរតែងធัวសូត្រតែងអាមែនតែនអាចុងក្រោយខ្ញុំបន្ថែមឲ្យយាយសប្បាយចិត្តគោលដៅប្រវត្តិនេះខ្ញុំតែងឧបមាគុណបរតនត្រ័យនេះខ្ញុំតែងដែរអ្នកមោតស័ក3ចប់នេះខ្ញុំតែងដែរពាក្យប្រែខ្ញុំមានតែងបល័យខ្ញុំតែងប្រែមួយថាចុងបញ្ចប់យ៉ាងអីចុងក្រោយសុំឲ្យជួបចេះខ្ញុំដាក់ទេអាហ្នឹងបើមិនដាក់ចឹងយាយក៏អត់សប្បាយចិត្តដល់យូរខ្ញុំគិតថាអីតែងធัวចឹងបំទំលាយធัวខ្ញុំឃើញទោសខ្ញុំជប់តែងមកខ្ញុំជប់តែងឲ្យគេសូត្រដល់ឥឡូវនាំគេរៀនធัวមែនតែនវិញអានាំឲ្យសូត្រកណាប់កាប់ខ្លួននោះនាំឲ្យលាយធัวអស់កំណាប់កណ្ណាអានដើម្បីយល់ដឹងធัวកុំយកមកជាលបោយក្នុងការសូត្រអត់អីទេដាស់តឿនស្មារតីដូចកំណាប់ក្រមងយអីចឹងណាអាហ្នឹងដាស់តឿនស្មារតីចឹងអត់អីបើថាយកមកសូត្រក្នុងកម្មវិធីបុណ្យឲ្យអាលាយធัวអស់ព្រោះយូរគេលែងរៀនធัวប្រពុតគេនឹងរៀនតែកំណាប់កាប់ខ្លួនសូត្រទៅវាព្រោះវាគ្រាន់តែព្រោះហ្នឹងយកធ្វើអីកើតទេហ្នឹងហើយអត់បានហ្នឹងកាន់បញ្ជូបាទហ្នឹងហើយបញ្ជូនិយាយថាសុំហ្នឹងសុំចេះសុំចឹងបញ្ជូចិត្តហ្នឹងហើយយើងមើលសុំតាំងពីក្មេងរហូតដល់លងជង្គង់ឲ្យវាគ្មានបានអត់បានសោះអញ្ចឹងបាទមិនទៀតឥឡូវចូលដល់ចំនួនទី3ចាជិះដល់ម៉ោងនៅច្រើនណាស់ចឹងចំនួនទី3ហ្នឹងខ្ញុំឆ្ងល់អញ្ចេះខ្ញុំឆ្ងល់ថាមិនថាលោកវិខោឬមួយក៏លោកនេនឬមួយក៏លោកគ្រូសុភាទេណាបាទតាមវត្តគាត់អត់ត្រូវគ្នាសោះហ្មងលោកគ្រូបាទលោកគ្រូគិតមើលហើយមកដល់លោកអាចារ្យវ៉ាន់អាហ៊ូណៃយ៉ោអាហ៊ូណៃយ៉ូប៉ាហ៊ូណៃយ៉ូទាំងគេណាយ៉ោហើយចង់សួរលោកគ្រូថាបល័យមានគ្រូសាក់ដែរអីមានតាមពិតវាមានច្បាប់របស់វាក្នុងការអានណាបាទហ្នឹងហើយដូចជាតកណៃយ៉ោយើងតាមសំនៀងបល័យយើងអានយ៉ោមិនត្រូវពីព្រោះអីពីព្រោះវាមានអខុសៈនៅខាងដើមវាទាញខាងចុងឲ្យទៅជាសំឡេងអខុសៈដែរហ្នឹងហើយដូចវាមានខុសៈដែលទាញបានខុសៈដែលទាញមិនបានវាមានច្បាប់របស់វាណាខុសៈដែលអខុសៈទាញបានគឺញាក់ញាក់ណាស់ញាក់មាក់អាក្រោយហ្នឹងងោញោណណូម៉ូហ្នឹងអាហ្នឹងអខុសៈទាញបានប៉ុន្តែខុសៈរឹងដែលអខុសៈទាញមិនបានគឺកខៈជាជាដធៈតធៈពភៈអាហ្នឹងរឹងទៅព្រឹសទោះនៅតាណាគោហ្នឹងវាមិនដែលទៅជាការទេវានៅតែគៀអញ្ចឹងគោអញ្ចឹងឃើញទេចូលហ្នឹងវាដាក់ស្រអាជាអត់អាចារទេហ្នឹងហ្នឹងអា10ដួងនោះរឹងកព្រឹសមកគោខោចូលឈោដូធោតោធោពោផោទោះក្នុងភាសាខ្មែរឬក្នុងភាសាបាលីក៏ដោយគឺវានៅតែសម្លេងរបស់វាទេតែបើចុងងោញោណណូម៉ូយ៉ូរ៉ូឡូអាហ្នឹងទាញបានឧទាហរណ៍ដូចច្រវ៉ាពាក្យខ្មែរក៏ដោយឲ្យតែមានដើមហ្នឹងក្រម៉ាមែនទេមិនបាច់ស្លាប់ពីទេក៏អានម៉ាដែរវាតាមភាសាណាហ្នឹងហើយដូចជាសាវ៉ាមានចាំបាច់ស្លាប់ពីអីដោយសារមានសនៅខាងដើមនេះសាវ៉ាប៉ុន្តែបើពួកគោខោចូលឈោដូធោតោធោពោផោទោះស្អីនៅខាងដើមខាងចុងវាអត់ប្រែអាហ្នឹងខុសៈរឹងវាមានលំនឹងខ្លួនវាអញ្ចឹងច្បាប់បល័យមានហើយក៏វាប្រើនៅក្នុងភាសាខ្មែរយើងដែរអញ្ចឹងបើរៀនអាហ្នឹងឲ្យសូត្រមិនងាយខុសគ្នាទេព្រោះវាច្បាប់អានតែមួយអញ្ចឹងច្បាស់ណាស់ថាបើសូត្រមិនត្រូវគ្នាប្រកាសជាការយល់ពីលំនាំភាសាហ្នឹងវាអត់ត្រូវគ្នាវាកើតពីហេតុអញ្ចឹងកាលសម័យខ្ញុំរៀនបល័យសម័យនោះលោកនៅវត្តផ្សេងគ្នាមិនក៏ដោយទៅជួបគ្នាសូត្រមិនងាយខុសគ្នាទេពីព្រោះយើងស្គាល់ខុសៈអខុសៈច្បាស់អញ្ចឹងបើសិនជាសូត្រខុសគ្នាច្បាស់ណាស់ថាកម្រិតនៃការយល់នៅរបៀបនៃការអានបល័យហ្នឹងខុសគ្នាអាហ្នឹងចឹងឯងមានអីចំណែកទេចុះលោកគ្រូបាទចុះបើទៅខ្លះខ្ញុំអត់ទាន់អស់ដូចជាកខៈកខៈញាក់ខ្ញុំដល់មានឃើញចម្លែងធំបាទកខៈកខៈញាក់ចាក់ឆាជាជាញាក់ដូចថាវាងាប់បើតាមមើលបាទហើយចឹងមិនក៏បានមានចម្លែងធំបើខុសៈប្រែថាសម្លេងគិតតងកៈវាស្រាលគេកខៈកខស្រាលដល់គោខោឃើញវាខ្ពស់ហ៎សម្លេងខ្ពស់ហ្នឹងហើយបាទចឹងចូលដល់ចេះនេះទៀតអ្នកខ្លះសូត្រថាដូចថាអ៊ីមីណាហើយលោកខ្លះថាអ៊ីមីនីហើយលោកខ្លះទៅជាអ៊ីមេហើយលោកគ្រូថាស្រះពេញតួមាន8បាទហើយបើសិនណាវានៅកន្លែងណាដូចថាស្រះអ៊ីចឹងណានៅកន្លែងណាក៏វាមិនចោលស្រះអ៊ីនឹងដែរវានៅពេញតួបាទហើយចោលហេតុអីក៏បានជាខ្លះអ៊ីមេ
các lá ít mình nè lá ít mình hay mấy ông bật bật cắt trong vui chừng lại ấy បាទ bật យើង bật រៀនតែក្បួនវិទ្យាករទៅវាឡើងឆ្ងល់ហើយអ៊ីអានអ៊ីទៅមីអានមីទៅណូអាននីទៅត្រូវហើយអញ្ចឹងមិនបានអ្នកខ្លះអ៊ីនចឹងអាហ្នឹងក៏ធ្លាប់ពីអញ្ចឹង chẳng ban này thay chẳng gọi ngái ở riêng ngọcนี้chẳng bay sẽ khó ngọcนี้thì cụcนี้ ចូលមានរៀន chẳng mỏng ភាគច្រើនអត់រៀនហ្នឹងហើយសូម្បីតែអ្នកឆ្ងល់កំពុងសួរហ្នឹងគឺអត់រៀនហ្នឹងហើយ riêng đây sẽ đám này thấy là cục mới đám mà ngon ហ្នឹងហើយរៀនបានយល់ហើយដល់ពេលសូត្រខុសគ្នាយ៉ាងម៉េចយ៉ាងញឹមវាអត់ទៅទាស់មកវាអត់រៀនមកវាអញ្ចឹង anh em xuống trong ban lại để trâu mỏng cho nó đỡ còn mọi việc chứ là pin này tôi tàu tạm là cái chẳng ហ្នឹងហើយមានតែរៀនទេបានឈប់តាមគេពេលដែលរៀនដឹងច្បាស់ហើយគេទៅណាក៏ទៅគឺយើងទៅតែផ្លូវត្រង់ខ្លួនឯងទេឃើញទេដូចជាឧបាយដែលខ្ញុំបញ្យល់រាល់ថ្ងៃខ្ញុំទៅតែតាមផ្លូវខ្ញុំហ្នឹងឯងចង់ពីណាគេធ្វើអញ្ចឹងអស់ហើយទៅហើយបើសិនជាខ្ញុំទៅស្របគេដែរខ្ញុំមិនបាច់ទៅទៀតទេព្រោះមេគេមានអញ្ចឹងអស់ហើយតោះខ្ញុំទៅតាមផ្លូវខ្ញុំបានខ្ញុំមកហ្នឹង ឧទាហរណ៍ថាម្ដងខ្ញុំសរសើរបងប្អូនធ្វើចឹងត្រូវអស់ហើយខ្ញុំមកធ្វើអីទៀតបើត្រូវអស់ហើយហ្នឹងមិនចឹងមកពីខ្ញុំឃើញផ្លូវមួយដែលខ្ញុំត្រូវដើរមិនសូវមានអ្នកដើរទៅខ្ញុំនាំដើរបង្ហាញហ្នឹងតែបើសិនខ្ញុំសរសើរថាធ្វើតាមប្រពៃណីហ្នឹងវាល្អហើយទម្លាប់អញ្ចឹងវាល្អហើយបើគេល្អអស់ហើយហ្នឹងមករងាប់អីនិយាយចឹងចោះមែនទេហ្នឹងហើយមកពីឃើញថាវាមិនតាន់ត្រូវហ្នឹងបានដើរប្រហើបហ្នឹងមិនចឹង เราส่งตัวมาโนเทียบ้านนะท่านนี่มีช่วงใจเตียดช่วงต้องทานลูกช้ากว่าทองตาchứ nè đặc nóm nè đặc nóm mà mấy nè đặc nóm cái ọtช่วงลูกช้านี่ช่วงลูกช้ากาที่ตั้งบอกกูcái xôm ai hayนี่สอบกลุ่มai hayนั้นจับดาวมีgiấy sắtจีมีจีประพุทธให้con nè mà hang cao nằmมีไข่ปลายนะnóให้กับปรามกำลังไอ้วันกาถลายให้con nhóm tập làm quán đi mình thọ tầm lòng thì nhé đi hai đo một phút chân hái nè phút to kia chân hái không cầm lông tá nè chết vô nè chết mà đặt nòm hay đặt nòm phút hồi đây bên phút đó nè chuyện về cà kia là cụ cái to kia tiếc á âm mai sai âm một phút lục đám tha âm cả lạnh bò người ta gì thứ ba một phút mỏ một phút đặt nòm pi vật đa phong đặt nòm hộp pi tầm rác pi lên mình ban hay có vô chân màu đi hay ថាគាត់ចេះតែប៉ុណ្ណឹងឲ្យគាត់ថាអីខុសហ្នឹងក៏គេឡើងជើញសាក់មើលឥឡូវសាក់អាចារ្យការហ្នឹងឈប់ធ្វើអញ្ចឹងមើលហើយយកសច្ចៈធម៌ទៅបញ្យល់មើលអស់ហាងចេះឡើងគេលេងជួលយល់ទេហើយចុះភូតគេមិនភូតទេចុះគ្នារកស៊ីបានតែប៉ុណ្ណឹងបាទរឿងសំខាន់គឺយើងរៀនឲ្យដឹងហើយយើងដើរទៅខ្លួនយើងចង់សួរជំនួសអាចារ្យហ្នឹងគាត់យល់ទេសួរគុំខឹងអ្នកសួរផងហ្នឹង បានចឹងសូមឱកាសពីលោកគ្រូនិងលោកម្ចាស់ដើម្បីជំរាបសួរជំរាបប្រាប់លោកពូខ្លះតាមពិតទៅលោកពូអ្នកចេះឲ្យឆ្លាតទៀតគាត់ថាសេវាមិនទាន់ចំដូចគាត់ហែលទឹកចឹងបកាហែលដល់ពេលសេវាវាអត់ចំអីតោងតែពេលលងស្អីក៏សេវាដែរមែនទេកពើក៏តោងតែពេលលងហើយតែប៉ះនឹងអ្នកលងទឹកអញ្ចឹងខ្ញុំសង្កេតឃើញថាលោកពូគឺសម្លឹងមើលខាងក្រៅនឹងច្រើន អត់មើលខ្លួនឯងទេមិនចឹងហ៎អាចារ្យនេះចេះអាចារ្យនោះចុះហើយយើងចង់ឲ្យចេះចង់ឲ្យចុះអញ្ចឹងណាខ្ញុំឧទាហរណ៍មួយឧទាហរណ៍ថាតកកមកដុំនៅមុខនេះពូចង់ឲ្យតកកនឹងក្តៅបានដែរបានទេហ្នឹងហើយចុះបើដាក់ភ្លើងមកដុំនៅមុខហ្នឹងហើយសុំភាពត្រជាក់ពីភ្លើងបានណាហើយព្រមអីចឹងព្រមឲ្យវាក្តៅទៅវាត្រជាក់ទៅរឿងរបស់តកកតាក្តៅរឿងរបស់ភ្លើងណាមែនទេយ៉ាងណាមិញអាចារ្យរឿងអាចារ្យតារឿងគេតា ហើយយើងជាការទុកអីចុះមិនបានវាចឹងមិនបានវាចឹងនៅតែប៉ុណ្្នឹងទៅការទុកអ្នកឯងហ្នឹងទៅអញ្ចឹងហ្នឹងរឿងគេហ្នឹងហើយអាហ្នឹងហើយរឿងគេមិនគេអញ្ចឹងសួរថាតើគេធ្ពួកចំោះយើងឲ្យទៅស្ដាប់គេឬមិនគោទេណាបើគោគេដាក់បលៅដាក់កន្លោះស្គាល់គោហ្នឹងហើយតែយើងគេមិនដាក់កន្លោះឲ្យទៅស្ដាប់គេអត់មិនចឹងហ៎គេអត់មានធ្ពួកយើងទេអ្នកទៅអញ្ជើញគេទៅជួលគេការកូនមិនទៅជួលអាចារ្យអស់មិនថោកឥឡូវទៅដល់50អត់ទៅទៀត ហើយយើងទៅជួលគេមានមកពួកដាក់ចំោះយើងឲ្យទៅហៅគេណាអត់ទេអញ្ចឹងហើយដើម្បីឲ្យពូបាត់ឆ្ងល់ពូទៅថាពូអត់ចេះធ្វើអីក្នុងផ្ទះហ្នឹងខូចអីបន្តិចក៏ជួលគេដែរដល់ពូមិនចង់ជួលគេយើងត្រូវរៀនមិនចឹងរៀនឲ្យចេះជួសជុលដូចម៉ាស៊ីនពូមិនចាំសិនទៅដំបូងអត់ចេះអីសោះមិនចឹងដល់ពេលមានម៉ាស៊ីនទៅយូរចេះខ្លួនឯងទៅពូលែងហៅជាងហ្មងធ្វើខ្លួនឯងដោយសារតែពេលគេធ្វើនោះពូអាចសង្កេតមើលឬក៏ពូសួរនាំគេចឹងណាមើលយូរទៅក៏ពូអាចចេះធ្វើមួយចំនួនណាអញ្ចឹងប្រធានដូចគ្នា ពូចង់ស្គាល់ពុទ្ធពិតពូត្រូវតែរៀនឲ្យរៀនអីគេ
រៀនពីចិត្តចិត្តសឹករូបអាចយកកូនធ្វើជារៀមច្បងបានបែរថាគ្រូឯណាក៏ប៉ុន្តែបើយើងប្រកាន់ហេអញឪឯងមិនព្រមរៀនពីឯងអាហ្នឹងនៅចឹងរហូតហើយអញ្ចឹងអ្នកនៅក្បែរយើងគឺកូនអញ្ចឹងបាននៅក្នុងបត្រៃបដកលេខ52ហ្នឹងព្រះអង្គសម្ដែងអំពីទ្រព្យ4យ៉ាងមានទ្រព្យអត់ជីវិតទ្រព្យមានជីវិតហើយទ្រព្យជាប់ខ្លួនហើយនឹងទ្រព្យគឺបុណ្យបញ្ញនិធិគឺបុណ្យកំណត់ទ្រព្យគឺបុណ្យហើយទ្រព្យរបស់យើងទ្រព្យមានជីវិតគឺកូនហ្នឹងហើយសត្វគោសត្វក្របីអីហ្នឹងគឺទ្រព្យរបស់យើងកូនចៅសត្វទ្រព្យហើយសំខាន់យើងចេះប្រើទ្រព្យនឹងអត់ឥឡូវបានកូនមួយយល់ពធហើយឪពុកពងទាំងវែងហើយអញ្ចឹងដល់មានកូនមួយបកគោលដល់ពេលកូនដឹកនាំឪពុកឲ្យរៀនពុកអត់រៀនចេះតែដើរតែឆ្ងល់តាមសួរទៅតុកណានិយាយតុកហ្នឹងនេះអាចារ្យនេះចេះអាណាជួយទៅប្រយ័ត្នគេគេវាយអញ្ចឹងគាត់នៅចង់ជំរាបលោកពូថាចេះលោកពូចង់ដឹងចង់អីហ្នឹងត្រូវឲ្យអត់ខុសទេហើយសំណួរហ្នឹងអត់មានខុសទេតែឥឡូវលោកគ្រូក៏បានប្រាប់ដែរឲ្យក្មួយចង់ជំរាបពូបន្ថែមអញ្ចឹងថាពូចង់អស់ឆ្ងល់រឿងអស់ហ្នឹងកុំគិតពីគេមើលយើងនេះហើយខំរៀនចិត្តចិត្តសឹករូបឲ្យឃើញថាយើងនេះជានាមធម៌រូបធម៌ទេព្រះអង្គឲ្យស្គាល់ប៉ុណ្ណឹងតែអញ្ចឹងព្រះអង្គត្រាស់ដឹងមកនេះចង់ឲ្យសត្វលោកស្គាល់ពីការពិតស្អីទៅការពិតគឺចង់ឲ្យស្គាល់ថាសត្វដែលយើងប្រកាន់ថាមានខ្លួនហងៃនេះគឺអត់មានទេអានឹងបរមត្តបញ្ញត្តិទេថាមានអ្នកនេះមានអ្នកនោះតែក្នុងបរមត្តគឺមានតែខណ្ឌ5ប៉ុណ្ណោះរូបវេទនាសញ្ញាសង្ខារវិញ្ញាណហើយញែកជាពីរមកមានតែនាមធម៌និងរូបធម៌ទេហើយនាមធម៌រូបធម៌ហ្នឹងយកមកហែកមកទៀតមានតែចិត្តចិត្តសឹករូបហ្នឹងឯងអត់មានអីខុសពីប៉ុណ្ណឹងទេអញ្ចឹងបានព្រះអង្គគ្រូវិជ្ជរបញ្ញោសានតិជាលោកយកក្លឹមធម៌មកឲ្យរៀនហើយយើងរៀនតែស្លឹករៀនតែសបកអត់បានរៀនតែក្លឹមខាងក្នុងណាដូចយើងកាប់ឈើមិនចង់បានក្លឹមហ្នឹងភាគច្រើនឈើយកក្លឹមធ្វើផ្ទះធ្វើអីស្រាយយកឲ្យឈូសចោលដល់ពេលបធរយើងនាំនេះរៀនតែស្លឹករៀនតែសបកអត់ព្រមទៅរៀនតែក្លឹមឥឡូវក្លឹមធរចិត្តចិត្តសឹករូបហ្នឹងហើយពេលដែលពូយល់ពីចិត្តចិត្តសឹករូបហ្នឹងហើយពូទៅរៀនកពីអីក៏បានដែរចង់រៀនធម្មសង្កណីក៏បានចង់ទៅបដិច្ចស្មោបាទក៏បានចង់ទៅរៀនមហាប្រធានក៏បានវិភាំងក៏បានកថាវត្ថុក៏បានយមកៈក៏បានរៀនអីក៏យើងហែកវាមកវិញមកនៅក្នុងតែបរមត្តធម៌4គឺចិត្តចេតសិករូបនៅពីនឹងឯងមានតែប៉ុណ្ណោះពូសាករៀនមើលបើមិនជឿកុំអាជឿពូរៀនសិនហើយយកកូនជាបកគោលចោះរៀនតាមកូននេះអត់មានពេលទេអញ្ចឹងឆ្ងល់ទៀតអញ្ចឹងបាទអញ្ចឹងពេលវេលាក៏ដល់ហើយសូមមុនព្រះអង្គគ្រូបូកសរុបដើម្បី